ត្រប់ឆាពងទាត្រប់ឆាពងមាន់ឆ្អិនហើយតំណងណាពុកម៉ែបងប្អូនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរបៀបឆាត្រប់ជាមួយពងទាពងមាន់ណាហើយត្រប់របស់ខ្ញុំនេះគឺខ្ញុំធ្វើការដាក់ស្ងោរវាឆ្អិនហើយអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមកាច់កាឆាតែម្ដងខ្ទះក្តៅហើយយើងចាប់ផ្ដើមចាក់ប្រេងឆាចូលមកបន្តមកទៀតយើងដាក់ខ្ទឹមហើយវាឲ្យក្រហមជើងក្រងខ្ទឹមក្រហមហើយយើងចាប់ផ្ដើមធ្វើការដាក់ពងទាចូលមកបន្តមកទៀតយើងចាប់ផ្ដើមធ្វើការដាក់គ្រឿងយើងដាក់ទឹកត្រីតិចមកស្ករតិចមកយើងដាក់ពុកតិចមកមកតាមវាចិត្តយើងចូលចិត្តទៅទីយើងដាក់គ្រឿងរួចទៅយើងកូរវាឲ្យឡើងឈ្ងុយយើងចាប់ដើមធ្វើការដាក់ត្រប់ដែលយើងនេះរួចហ្នឹងហើយយើងចាប់ដើមកូរវាទៅគ្នាកូរវាឲ្យសព្វគ្រឿងហ្នឹងបើរៀងគោកពេកយើងធ្វើការថែមទឹកបន្តិចមកតែខ្ញុំកាន់ទូរស័ព្ទដៃមួយជាងអញ្ចឹងទៅរៀងញាក់ញ័របន្តិចនេះយើងដាក់ទឹកមកបន្តមកទៀតយើងរំងាស់វាមកពុះគឺឆ្អិនណាស់ហើយយើងធ្វើការដាក់វាលើភ្លើងឲ្យវាចូលជាតិគ្នាសព្វល្អយើងដាក់វាទុកចន្លោះពី3-4នាទីអីទៅនេះដោយសារត្រប់របស់ខ្ញុំនេះគឺខ្ញុំដាក់អាំងបកពីម៉ៃក្រូវេវមកអញ្ចឹងវានឹងស្ងួតតែរសជាតិវិញគឺឆ្ងាញ់ដូចគ្នាឈ្ងុយត្រប់អាំងពេលយើងឆាតែពេលឥឡូវនេះគឺចាប់ដើមឆ្អិនហើយខ្ញុំក៏ចាប់ដើមរំគ្រឿងកញ្ចប់ដែរខ្ញុំដាក់ម្រេចបន្តិចដោយសារពេលដាក់ម្រេចវាកាន់តែឆ្ងាញ់ដាក់ម្រេចទៅខ្ញុំធ្វើការរោយខ្ទឹមរួចរាល់នេះត្រប់ឆារបស់យើងគឺឆ្អិនរួចរាល់ហើយតំណងនេះនិយាយទៅរបៀបឆាយើងមានម្យ៉ាងម្នាក់ពុកម៉ែបងប្អូនអញ្ចឹងគ្រាន់តែចង់បង្ហាញហើយពុកម៉ែបងប្អូនអាចធ្វើតាមក៏បានធ្វើតាមរបៀបពុកម៉ែបងប្អូនក៏បានចាអរគុណច្រើនសម្រាប់ការទស្សនាកុំភ្លេចជួយ Subscribe Channel នេះខ្ញុំម្នាក់មួយផង